ខ្ញុំតែងតែរៀនពីទីផ្សាររាល់ថ្ងៃមិនថាការរៀនទៅលើយុទ្ធសាស្ត្រមិនថាការមើលទៅលើ candlestick មិនថាការប្រើប្រាស់ risk management ប៉ុន្តែខ្ញុំមើលឃើញថាអ្វីដែលខ្ញុំមិនដែលរៀនតទៅសោះគឺទាក់ទងទៅនឹងរបៀបការពារខ្លួនឯងពីខ្លួនឯងហើយសំណួរសួរថាមូលហេតុអីបានយើងត្រូវរៀនទាក់ទងទៅនឹងរបៀបការពារខ្លួនឯងពីខ្លួនឯងអូខេនៅពេលដែលខ្ញុំឃើញ set up សម្រាប់ការជួញដូរអារម្មណ៍នៃភាពភ័យខ្លាចរបស់ខ្ញុំវាសួរខ្ញុំថាប្រសិនបើ position នឹងខាតសំណួរសួរថាមានរឿងអីកើតឡើងខ្ញុំសម្រេចចិត្តអត់ធ្វើការជួញដូរនៅពេលដែលខ្ញុំខាតបង់ប្រាក់នៅក្នុងទីផ្សារកំហឹងរបស់ខ្ញុំវាប្រាប់ខ្ញុំថាធ្វើយ៉ាងណាយកប្រាក់ដែលខាតបង់ត្រឡប់មកវិញក្នុងពេលឥឡូវហើយខ្ញុំក៏បន្តការជួញដូរទៀតនៅពេលដែលខ្ញុំកំពុងតែ hold ប្រាក់ចំណេញនៅក្នុង position ណាមួយភាពសង្ស័យរបស់ខ្ញុំវាប្រាប់ខ្ញុំថាយើងអត់អាចខាតបង់ប្រាក់ទៀតបានទេហើយខ្ញុំក៏សម្រេចចិត្តចាក់ចេញពីទីផ្សារភ្លាមប្រសិនបើនិយាយខ្ញុំដឹងថាអូខេកន្លែងណាគូចូលទីផ្សារកន្លែងណាគូចេញពីទីផ្សារប៉ុន្តែក្នុងពេលជាមួយគ្នានឹងយើងឃើញថាបញ្ហាខាងលើកើតឡើងមិនមែនជាបញ្ហារបស់យុទ្ធសាស្ត្រទេវាគឺជាបញ្ហារបស់ខ្លួនខ្ញុំផ្ទាល់ដែលជាហេតុថាធ្វើឲ្យយើងសម្រេចចិត្តភ្លាមនៅក្នុងលក្ខខណ្ឌដែលយើងមិនបានគ្រប់ទុកអីចឹងទៅហើយរូបភាពនេះប្រសិនបើនិយាយទាំងអស់គ្នាអាចនឹងនិយាយថាអូខេខ្ញុំមានរូលខ្ញុំមានវិន័យសម្រាប់ការជួញដូរប៉ុន្តែខ្ញុំអាចនិយាយទៅកាន់ទាំងអស់គ្នាថាការមានត្រឹមតែវិន័យមិនអាចជួយទាំងអស់គ្នាឲ្យ survive long term នៅក្នុងវិស័យ trading បានទេអ្វីដែលទាំងអស់គ្នាត្រូវរៀនក៏ដូចជាត្រូវស្វែងយល់គឺទាក់ទងទៅនឹងរូបភាពមួយទាក់ទងទៅនឹងការគ្រប់គ្រងខ្លួនឯងនៅពេលដែលខ្លួនឯងមិនអាចគ្រប់គ្រងខ្លួនឯងនេះគឺជាអ្វីដែលទាំងអស់គ្នាត្រូវធ្វើ